បើយើងធ្វើដំណើរចេញពីទីរួមខេត្តបន្ទាយមានជ័យលើកំណាត់ផ្លូវជាតិលេខ56ទៅកាន់តំបន់ប្រាសាទបន្ទាយឆ្មារមានចម្ងាយផ្លូវប្រមាណជា50គីឡូម៉ែត្រពីទីរួមខេត្តឃើញស្លាកសញ្ញាមួយនៅខាងឆ្វេងដៃដែលមានអក្សរបង្ហាញថាប្រាសាទបន្ទាយឆ្មារហួសពីនេះបន្តិចទៅមានកសិនទឹកមួយយ៉ាងវែងនៅខាងជើងផ្លូវដែលជាកសិនទឹកព័ទ្ធជុំវិញពីខាងក្រៅទិសខាងត្បូងនៃប្រាសាទបន្ទាយឆ្មារប្រាសាទបន្ទាយឆ្មារស្ថិតនៅទិសពាយ័ព្យនៃប្រទេសកម្ពុជាក្នុងឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យនិងស្ថិតនៅចុងខាងលិចជួរភ្នំដងរែកដែលមានចម្ងាយ30គីឡូម៉ែត្រពីជួរភ្នំដងរែកបន្ទាយឆ្មារគឺជាប្រាសាទដ៏ធំមួយដែលទឹកដីកន្លែងនេះក៏ធ្លាប់ជាទីក្រុងបុរាណមួយដូចអង្គរធំដែរប៉ុន្តែមានទីតាំងនៅឆ្ងាយដាច់ស្រយាលជាងគេបច្ចុប្បន្នប្រាសាទបន្ទាយឆ្មារកំពុងតែទទួលរងនូវការខូចខាតរលុះបាក់បែកយ៉ាងខ្លាំងដែលបណ្ដាលមកពីកត្តាមនុស្សនិងធម្មជាតិចេះតែយាយីពីមួយថ្ងៃទៅមួយថ្ងៃប្រាសាទនេះគឺប្រាសាទមួយដ៏ធំហើយមានកូនប្រាសាទមួយយ៉ាងច្រើននៅជុំវិញប្រាសាទបន្ទាយឆ្មារនេះមានប្រហែលជា8ប្រាសាទដូចជាប្រាសាទជាជូប្រាសាទកណ្ដាំងតសុកប្រាសាទចំត្រីប្រាសាទមេបុននិងប្រាសាទតាព្រំហើយប្រាសាទទាំងអស់នេះគឺថាអាចបម្រើឲ្យភ្ញៀវទេសចរបានពិតមែនតែមានការខូចខាតដោយធម្មជាតិការខូចខាតដោយជនទុច្ចរិតមួយចំនួនកន្លងមកប៉ុន្តែបច្ចុប្បន្នភាពអនាធិបតេយ្យឬក៏ការបំផ្លាញប្រាសាទហ្នឹងត្រូវបានបញ្ចប់ហើយដោយសារមានជាពិសេសមន្ត្រីអភិរក្សខាងប្រាសាទបន្ទាយឆ្មារនេះក៏អញ្ជើញមកដោយមានការគាំទ្រពីអង្គការផ្សេងខ្លះពីអាជ្ញាធរខ្លះពីមូលដ្ឋានខ្លះពិសេសថ្មីនេះគឺថាមានតំណាងអង្គការ UNESCO លោកអាសាចុះមកត្រួតពិនិត្យអញ្ចឹងបានយើងឃើញថាបច្ចុប្បន្នយើងមានការកែលម្អយ៉ាងច្រើនហើយយើងជឿជាក់ថាថ្ងៃមុខតំបន់បន្ទាយឆ្មារនេះអាចក្លាយទៅជាតំបន់ទេសចរមួយអាចអូសទាញភ្ញៀវទេសចរនិងធ្វើឲ្យតំបន់នេះក្លាយទៅជាតំបន់មួយកែប្រែមុខមាត់នាថ្ងៃអនាគតហើយខ្ញុំជម្រាបថាប្រាសាទនៅនេះមានយ៉ាងច្រើនដែលអាចបម្រើទេសចរបានហើយសល់អាចយើងទទួលស្គាល់ថាអាចល្អប្រសើរបានដូចជានៅប្រាសាទបន្ទាយទ័ពហើយសពថ្ងៃយើងក៏កំពុងតែកែលម្អដែរប្រាសាទទីទ័ពប្រាសាទមេបុនហើយក្នុងនោះទៀតយើងមានអាងមួយយ៉ាងធំដែលអាចធ្វើជាការបម្រើឲ្យភ្ញៀវទេសចរដែរប៉ុន្តែគ្រាន់តែអាងនេះបានបែកបាក់ទៅហើយអាងនេះកើតឡើងដោយសារសម័យប៉ុលពតគាត់បានរៀបចំឡើងគឺអាងជើងគ្រួសមានចម្ងាយពីប្រាសាទបន្ទាយឆ្មារយើងនេះទៅខាងជើងនេះប្រហែលជាជាង2គីឡូម៉ែត្រហើយមានផ្ទុកទឹករាប់លានម៉ែត្រគីបអញ្ចឹងបើយើងអាចតភ្ជាប់ផ្លូវមួយខ្សែពីប្រាសាទបន្ទាយឆ្មារចាក់ទៅអាងជើងគ្រួសហើយនឹងវងទៅផ្លូវព្រំដែនយើងអាចថាឃើញថាវាជាសក្តានុពលមួយបម្រើឲ្យវិស័យទេសចរហើយយើងអាចចង់ចេញទៅខាងស្រុក7ធ្លាយទៅដល់មើលប្រាសាទតាមាន់ឬប្រាសាទតាក្បីបានព្រោះយើងមានផ្លូវស្រាប់ឥឡូវនេះគ្រាន់តែយើងខ្វះការតភ្ជាប់ពី
បន្ទាយឆ្មាចេញទៅអាងជើងគ្រោះហើយចេញទៅផ្លូវកវ៉ាត់ព្រំដែនឬក៏ចេញទៅរំដួលប្រាសាទរំដួលក៏យើងអាចខ្លាយជាតំបន់ទេសចរមួយផ្សារភ្ជាប់រវាងខេត្តឧត្តរមានជ័យហើយនិងខេត្តបន្ទាយមានជ័យប៉ុន្តែទន្ទឹមនឹងនេះដែរដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានធ្វើការអភិរក្សនិងជួសជុលទល់ទ្រផ្នែកខ្លះឡើងវិញជាបណ្ដាចាប់តាំងពីឆ្នាំ2005ចាប់ពីចុងឆ្នាំ2007មកក្រសួងវប្បធម៌វិចិត្រសិល្បៈបានសហការចុះកិច្ចគឺថាអនុសារណៈជាមួយនឹងអង្គការមូលនិធិបេតិកភណ្ឌពិភពលោកGlobal Heritage Fund ហៅកាត់ GHF យើងបានរៀបចំកម្មវិធីការងារអភិរក្សប្រាសាទបន្ទាយឆ្មារនឹងទ្រង់ទ្រាយធំគឺថាទី1គឺបោះសម្អាតមីននៅក្នុងក្រុមប្រាសាទបន្ទាយឆ្មារអញ្ចឹងកិច្ចការទី1គឺដោះមីនទី2រៀបចំការងារអភិរក្សបន្តនៅក្នុងប្រាសាទនេះជាពិសេសយកចិត្តទុកដាក់លើបំណែកវត្ថុបុរាណដែលអាចនឹងគ្រោះថ្នាក់ហើយនឹងកន្លែងដែលត្រូវទូលទ្រហើយដើមឈើដែលអាចនឹងលំបាកប្រាសាទអញ្ចឹងដែរអង្គការ Global Heritage Fund នេះជាមួយនឹងក្រសួងបានរៀបចំការងារដែលទូលទ្រការងារឬថ្មតម្លើងអីឡើងវិញដូចនៅក្នុងទូប្រាសាទឃើញស្រាប់ហើយទី2គឺរៀបចំពង្រឹងកម្លាំងគ្រប់គ្រងទីឈរជើងនៅនឹងប្រាសាទហើយទី3គឺថាចុះបញ្ជីបំណែកវត្ថុបុរាណដែលនៅរាយប៉ាយនឹងទុកម្ដុំហើយទី4គឺថាខិតខំប្រម៉ែប្រមូលធនធានទាំងអស់គឺថាទាំងធនធានអន្តរជាតិទាំងធនធានក្នុងស្រុកក្នុងនោះអាជ្ញាធរខេត្តអាជ្ញាធរស្រុកហើយនឹងមហាជននៅទីនេះបានចូលរួមច្រើនណាស់ជុំវិញការងារការពារប្រាសាទនឹងបន្ទាប់ពីនឹងទៀតក៏យើងខិតខំបោះសម្អាតហើយដាំដើមឈើបដាធ្វើម៉េចនៅក្នុងប្រហែលឆ្នាំខាងមុខទៀតនេះយើងកំពុងកសាងឯកសារដើម្បីរៀបចំដាក់ប្រាសាទនេះស្នើទៅគណៈកម្មការបេតិកភណ្ឌពិភពលោកតែមិនមែនមានតែបេក្ខភាពមិនមែនមានតែមួយទេអាចមាន2 3ដែលត្រូវប្រកួតប្រជែងគ្នាទៀតយើងមិនប្រកាសថាប្រាសាទបន្ទាយឆ្មារនេះបានទទួលជោគជ័យមុនប្រាសាទដទៃទេព្រមជាមួយនឹងដែរយើងបានធ្វើប្រគល់ដើម្បីបោះព្រំសីមាតាមដែនការពារប្រាសាទតាមរាជក្រឹត្យស្ដីពីការកំណត់រមណីយដ្ឋានបន្ទាយឆ្មារឃើញឆ្លងកាត់ប្រមាណតែ2ឆ្នាំជាងឃើញថាប្រាសាទបន្ទាយឆ្មារយើងបានប្រែមុខមាត់បានច្រើនហើយបាទទោះបីជាប្រាសាទបន្ទាយឆ្មារត្រូវរលុះបាក់ធ្លាក់ជាគំនរថ្មនិងកំពុងតែជួសជុលផ្នែកខ្លះឡើងវិញជាបណ្ដាយ៉ាងណាក៏ដោយក៏នៅតែអាចទាក់ទាញភ្ញៀវទេសចរចូលទស្សនាមិនដាច់ជារៀងរាល់ថ្ងៃរចនាសម្ព័ន្ធសំណង់ដែលតាក់ទងទៅនឹងប្រាសាទបន្ទាយឆ្មារដោយរៀបរាប់តាមលំដាប់ចាប់ពីខាងក្រៅមកមុនគឺមានកសិនទឹកព័ទ្ធជុំវិញដែលមានប្រវែងពីត្បូងទៅជើងប្រមាណជា800ម៉ែត្រនិងពីកើតទៅលិចមានប្រវែងប្រមាណជា870ម៉ែត្រកសិនទឹកនេះមានសារៈប្រយោជន៍សំខាន់ណាស់តាំងពីអតីតរហូតដល់បច្ចុប្បន្នប្រជាពលរដ្ឋក្នុងឃុំបន្ទាយឆ្មារជានិច្ចកាលនៅតែបន្តប្រើប្រាស់ទឹកនេះជាប្រចាំរាល់ថ្ងៃចំណែកកសិនទឹកនៅទិសខាងត្បូងនេះវិញគឺបានស្ដារឡើងវិញដោយថវិការបស់រាជរដ្ឋាភិបាលប្រចាំឆ្នាំ2009ហើយនៅផ្នែកខាងត្បូងនេះគឺមានគម្រោងអភិរក្សនិងគាំពៀស្ពានហាលខាងត្បូងនៃប្រាសាទបន្ទាយឆ្មារនេះគឺជាមូលនិធិដោយរាជរដ្ឋាភិបាលកម្ពុជានិងអនុវត្តគម្រោងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈរយៈពេល4ឆ្នាំចាប់តាំងពីឆ្នាំ2009រហូតដល់ឆ្នាំ2012ជាដំបូងដើម្បីអភិរក្សស្ពានហាលនេះបានយើងត្រូវឲ្យធ្វើផ្លូវដើម្បីឲ្យឡានស្ទូចបើកបានអញ្ចឹងនៅកន្លែងទៅនេះពីមុនមានថ្មរាយប៉ាយពេញ
អញ្ចឹងយើងមិនអាចឲ្យឡានស្ទូចចូលបានទេយើងបានធ្វើការគូប្លង់ចុះលេខហើយនឹងបានរំកិលថ្មមកទីនេះដើម្បីរកផ្គុំគ្រាន់តែផ្នែកខាងត្បូងនេះផ្នែកខាងលិចនេះយើងបានរកផ្គុំដោយឃើញមានរូបនេះដែលនៅខាងនេះហើយមេគេមុខទី1គេអញ្ចឹងយើងបានផ្គុំយើងមកទុកនៅផ្នែកនេះមកដប់សិនបន្ទាប់មកទៀតបានយើងឲ្យឡានស្ទូចចូលទៅហើយនឹងការរើថ្មនៅផ្នែកខាងក្នុងការរើនេះទៀតសោតយើងបានជីកយកថ្មទាំងឡាយដែលនៅក្នុងផុកក្នុងកប់ក្នុងដីដ៏ជ្រៅជួនកាលខ្លះដល់1ម៉ែត្រកន្លះខ្លះដល់2ម៉ែត្រដើម្បីដកស្ទូចយកចេញមកទាំងអស់ហើយយើងបានរកផ្គុំថ្មនីមួយៗបញ្ចូលគ្នាទៅវិញហើយជាលទ្ធផលគឺថាយើងបានផ្គុំថ្មស្ទើរតែ100% ដើម្បីរកទីតាំងកើមឃើញសល់តែកតិចថ្មទូចៗដែលយើងពិបាកនឹងដឹងជាលទ្ធផលអញ្ចឹងសូមឲ្យអស់លោកស្រីមើលទៅលទ្ធផលនេះហើយការងារនេះក៏យើងខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដឹកនាំប្រទេសដែលមានការអភិវឌ្ឍអញ្ចឹងនៅទីនេះជាតំបន់ប្រាសាទមួយដែលស្ទើរតែនៅជិតព្រំដែនហើយយើងមានការអភិរក្សតាំងពីឆ្នាំ2005រហូតមកដល់ឆ្នាំ2009នេះអញ្ចឹងសូមថ្លែងអំណរគុណដែលបានជួយផ្ដល់ថវិកានិងជាសំណូមពរសូមមេត្តាជួយបន្តទៀតដើម្បីអភិវឌ្ឍហើយយើងខ្ញុំក៏ចង់ផ្ទេរចំណេះដឹងដែលយើងខ្ញុំបានមានធ្លាប់ធ្វើនៅតំបន់អង្គរដើម្បីជួយបង្រៀនប្រជាជននៅទីនេះដើម្បីឲ្យគាត់ចេះធ្វើការនេះបន្តពីយើងខ្ញុំទៀតមុននឹងចូលទៅកាន់ប្រាសាទបន្ទាយឆ្មាយើងឈៀងទៅមើលប្រាសាទតាផ្លាំងនិងប្រាសាទតាព្រំដែលជាប្រាសាទរណបនៃប្រាសាទបន្ទាយឆ្មាស្ថិតនៅទន្ទឹមនឹងគោបុរៈខាងត្បូងដែលមានចម្ងាយប្រមាណជា200ម៉ែត្រពីខ្លោងទ្វារទិសខាងត្បូងប្រាសាទតាផ្លាំងមានលក្ខណៈទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទរណបដទៃទៀតដែរដូចជាប្រាសាទតាអឹមប្រាសាទយីគុំនិងប្រាសាទតាណែមប្រាសាទតាផ្លាំងមានប្រាង្គកណ្ដាលធំមួយដែលមានកំពូលជាមុខព្រំតែត្រូវរលុះបាក់ធ្លាក់អស់ទៅហើយបន្តពីប្រាង្គកណ្ដាលមានយ៉រចេញមកខាងកើតដែលយ៉រនេះតភ្ជាប់ទៅនឹងខ្លោងទ្វារចូលដោយថែវខ្លីៗមួយនិងមានហោត្រៃមួយតែត្រូវរលុះបាក់អស់ហើយដែរឃើញនៅសល់តែគ្រឹះខាងក្រោមបន្តិចប៉ុណ្ណោះប្រាសាទតាផ្លាំងមានកំពែងព័ទ្ធជុំវិញចំនួន2ជាន់ដែលកំពែងនេះសង់ពីថ្មបាយក្រៀមតែមិនបានជាមាំមួនល្អទេគឺត្រូវរលុះដួលបាក់ស្ទើរតែទាំងស្រុងទៅហើយនៅខាងក្រៅកំពែងទី1ឃើញមានស្រះទឹកមួយនៅទិសឦសានហើយបន្ទាប់ពីស្រះទឹកនោះទៅគឺមានកំពែងថ្មបាយក្រៀមទី2ព័ទ្ធជុំវិញប្រាសាទតាផ្លាំងមានគោបុរៈចំនួន2គឺគោបុរៈទិសខាងកើតមួយនិងគោបុរៈទិសខាងលិចមួយរចនាសម្ព័ន្ធសំណង់បែបប្រាសាទតាផ្លាំងនេះហើយគឺជាគំរូនៃអារោគសាលាដែលពាក្យនេះគេនិយមប្រើនៅសម័យកាលព្រះបាទជ័យវរ្ម័នទី7ដែលមានន័យថាមន្ទីរពេទ្យនៅទន្ទឹមខាងត្បូងប្រាសាទតាផ្លាំងនេះដែរគឺជាប្រាសាទតាព្រំដែលមានគម្លាតពីគ្នាប្រហែលប្រមាណជា70ទៅ80ម៉ែត្រតែប៉ុណ្ណោះយោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាប្រាសាទតាព្រំនេះគឺជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺដោយការផ្លុំស្ដោះប្រោះព្រំរីឯប្រាសាទតាផ្លាំងគេឲ្យឈ្មោះថាអារោគសាលា
ដែលមានសរសេរក្នុងសិលាចារឹកក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7ដែលមានអារោគសាលាដល់ទៅ102កន្លែងដោយឡែកនៅក្នុងក្រុមប្រាសាទបន្ទាយឆ្មារនេះមានអារោគសាលាចំនួន4ក្នុងចំណោមប្រាសាទរណបចំនួន9អ្វីដែលយើងឈរនៅទីនេះគឺគេហៅថាប្រាសាទតាព្រំដែលជាប្រាសាទរណបរបស់ប្រាសាទទីឆ្មារដែលមានទីតាំងនៅប៉ែកខាងត្បូងប្រាសាទទីឆ្មារប្រហែលជា200ម៉ែត្រប៉ុន្តែមុននឹងមកដល់ប្រាសាទតាព្រំនេះយើងឃើញប្រាសាទមួយនៅខាងមុខនោះគឺជាប្រាសាទតាផ្លាំងបាទហើយបន្ទាប់ពីប្រាសាទតាផ្លាំងមកដល់ប្រាសាទតាព្រំហ្នឹងប្រហែលជាតែ100ម៉ែត្រទេចំពោះប្រាសាទរណបនេះជំវិញប្រាសាទប្រទេសឆ្មារនោះមានដល់ប្រាសាទ9ប្រាសាទដែលនៅគ្រប់ទិសទាំង4នៅខាងត្បូងនេះគឺមានប្រាសាទតាផ្លាំងតាព្រំចំណែកនៅខាងកើតនោះមានប្រាសាទជាជូមួយទៀតនៅមិនឆ្ងាយពីស្ពានហាលខាងកើតទេចំណែកនៅឯខាងជើងទិសខាងជើងនោះមានប្រាសាទ2ទៅទៀតបាទដែលមានគេហៅថាប្រាសាទយាយគុំហើយនិងប្រាសាទចិញ្ចឹមត្រីហើយចំណែកនៅខាងលិចមានប្រាសាទ2ទៀតគឺប្រាសាទសំណាងតាសុកហើយនិងប្រាសាទតាណែមហើយស្ថានភាពពីមុននៃប្រាសាទតាព្រំយើងនេះគឺមានព្រៃស្ដុកបាទដែលយើងពិបាកនឹងចូលមកដល់ហើយមានគោបរៈ2គឺខាងកើតនិងខាងលិចដែលយើងអាចធ្វើដំណើរចូលមកដល់តួប៉មកណ្ដាលនេះបានតែតាមខាងកើតតែប៉ុណ្ណោះយើងមានគម្រោងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទី1យើងសម្អាតត្រួសត្រាយព្រៃបាទរួចហើយយើងទី2យើងបានចាក់ដីបំពេញដើម្បីបើកផ្លូវនៅគោបរៈខាងលិចដើម្បីឲ្យធ្វើដំណើរទៅបានព្រមទាំងយើងដាក់លូផងដែរដើម្បីឲ្យទឹកកសិនទាំងពីរនេះមានចលនាផ្លាស់ប្ដូរទៅវិញទៅមកបានបាទបន្តមកទៀតចំណុចមួយទៀតដែលយើងគួរឲ្យចាប់អារម្មណ៍នោះគឺតួប៉មតែម្ដងគឺមានការទ្រុឌទ្រោមយ៉ាងខ្លាំងហើយមានផ្នែកខ្លះនៅខាងកើតហ្នឹងគឺរងនឹងងាយការរលុះថ្មពីលើមកអញ្ចឹងទេយើងបានធ្វើការទល់ទ្របាទយើងធ្វើការទល់ទ្របានតាមលក្ខណៈបច្ចេកទេសបាទហើយទន្ទឹមនឹងដែរខ្ញុំដែលមកពីនាយកដ្ឋានក៏មានការសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនតែងតែយកចិត្តទុកដាក់អំពីការអភិវឌ្ឍនិងការអភិរក្សបាទអញ្ចឹងសូមអរគុណបាទប្រាសាទតាព្រំដែលជាប្រាសាទរណបនៃប្រាសាទបន្ទាយឆ្មារមានរចនាសម្ព័ន្ធសំណង់ប្រហាក់ប្រហែលនឹងប្រាសាទតាផ្លាំងដែរដែលមានខ្លោងទ្វារធំចំនួន2គឺខ្លោងទ្វារទិសខាងកើត1និងទិសខាងលិច1ប៉ុន្តែប្រាសាទតាព្រំនេះមានកសិនទឹកព័ទ្ធជុំវិញដែលកសិនទឹកនេះមានសារៈប្រយោជន៍យ៉ាងសំខាន់តាំងពីអតីតកាលរហូតមកដល់សព្វថ្ងៃនេះប្រជាពលរដ្ឋដែលរស់នៅជុំវិញប្រាសាទតាព្រំនេះនៅតែបន្តប្រើប្រាស់ទឹកនេះជាប្រចាំរាល់ថ្ងៃពីព្រោះភូមិសាស្ត្រនៅទីនោះមិនអាចមានប្រភពទឹកណាផ្សេងក្រៅពីកសិនទឹកដែលនៅជុំវិញប្រាសាទតាព្រំនេះឡើយក្រៅពីប្រាសាទតាផ្លាំងនិងប្រាសាទតាព្រំនេះនៅមានប្រាសាទរណបផ្សេងទៀតដូចជាប្រាសាទមេបុណ្យប្រាសាទនេះស្ថិតនៅកណ្ដាលបារាយណ៍ខាងកើតនៅក្នុងភូមិបន្ទាយឆ្មារខាងកើតសង់នៅចំកណ្ដាលបារាយណ៍តែម្ដងដែលបារាយណ៍នេះមានប្រវែងបណ្ដោយលិចកើតប្រហែលជាជិត 2000 ម៉ែត្រនិងទទឹងជើងត្បូងប្រហែលជា 1000 ម៉ែត្រ
និងមានចម្ងាយ 1500 ម៉ែត្រពីទិសខាងកើតនៃប្រាសាទបន្ទាយឆ្មារប៉ុន្តែដោយសារប្រាសាទនេះត្រូវរលុះដួលរលំបាក់ស្ទើរទាំងស្រុងទៅហើយនោះនឹងមានព្រៃព្រឹក្សាតូចធំដុះបិទបាំងចិត្តទៀតមិនអាចធ្វើឲ្យយើងមើលឃើញប្រាសាទឡើយត្រឡប់ចូលមកខ្លោងទ្វារខាងកើតនៃប្រាសាទបន្ទាយឆ្មារវិញឃើញមានរូបអសុរៈនិងពួកទេពទាញព្រាត់នៅអមសងខាងផ្លូវចូលដែលដើមឡើយកន្លែងនេះមានរូបអសុរៈនិងពួកទេពមកខាងចំនួន27រូបប៉ុន្តែសពថ្ងៃនេះត្រូវរលំបាក់កប់ក្នុងដីអស់ទៅហើយក្នុងពេលកំពុងមានទឹកជំនន់ឆ្នាំ2009កន្លងទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលមាននាយកដ្ឋានគាំពៀនិងអភិរក្សសំណង់បុរាណបានចុះធ្វើអន្តរាគមន៍ដោយជួយទប់ស្កាត់ដើម្បីកុំឲ្យមានទឹកហូរកាត់លើស្ពានហាលនេះខ្លាំងពេក It's always a big problem raising funds for projects like this ប្រាសាទបន្ទាយឆ្មារហុំព័ទ្ធដោយកសិនទឹក and the ដែលនៅផ្នែកខាងត្បូងខ្ពស់ជាងខាងជើងជារៀងរាល់ឆ្នាំតែងតែមានទឹកជំនន់ហូរកាត់ពីលើធ្វើឲ្យខូចខាតជារឿយៗជាពិសេសទៅទៀតនោះកាលពីមានព្យុះកេតសនាឆ្នាំ2009បានធ្វើឲ្យដីលើស្ពានហាលនេះត្រូវកម្លាំងទឹកធ្វើឲ្យសឹករិចរិលដូច្នេះខ្ញុំបានសហការជាមួយនាយកដ្ឋាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈធ្វើសំណើអន្តរាគមន៍ពីធនាគារពិភពលោកតែលទ្ធផលយ៉ាងណានោះពុំទាន់ដឹងទេបើពុំមានលទ្ធផលទេខ្ញុំនឹងសុំរកថវិកាដើម្បីធ្វើការអភិរក្សក្នុងពេលដ៏ខ្លីខាងមុខនេះជាទូទៅកំពែងទាំងអស់របស់ប្រាសាទបន្ទាយឆ្មារសុទ្ធតែធ្វើអំពីថ្មបាយក្រៀមហើយមានលំអពីលើដោយក្បាច់ព្រំរបងធ្វើពីថ្មភក់ឆ្លាក់ឆែកដូចស្លឹកឈើដែលមានឆ្លាក់រូបព្រះពុទ្ធទ្រង់សមាធិនៅក្នុងក្បាច់ក្រចកសេះទាំងសងខាងនៅខាងក្រោមមានរៀបថ្មបាយក្រៀមជាគ្រឹះនិងនៅក្បាលលើមានរៀបឆ្លាក់ចិត្តឲ្យមានរាងប៉ោងប្រាសាទបន្ទាយឆ្មារមានកំពែងពីរបែបគឺកំពែងជាថែវនៅផ្នែកខាងក្នុងនិងកំពែងជារបងទួលនៅផ្នែកខាងក្រៅនេះប៉ុន្តែត្រូវបាក់បែករលំដួលអស់ច្រើនណាស់ទៅហើយគោបុរៈខាងកើតត្រូវបាក់ដួលរលំคล้ายទៅជាគំនរថ្មបាច់រូបរាងអស់ទៅហើយដែរឃើញមាននៅសល់តែជញ្ជាំងពីរផ្ទាំងនៅខាងត្បូងមានលំអទៅដោយបង្អួចបញ្ឆោតដែលមានក្បាច់ស្លឹកឈើជាផ្កាភ្ញីព័ទ្ធជុំវិញស៊ុំបង្អួចឆ្លាក់រូបទេពអប្សរឈរអមបង្អួចខាងលើឆ្លាក់រូបព្រះពុទ្ធគង់សមាធិនៅក្នុងក្បាច់ក្រចកសេះដែលជារចនាបថបាយ័នបន្ទាប់ពីគោបុរៈខាងកើតទៅក្នុងឃើញមានធម្មសាលាមួយនៅខាងស្ដាំដៃប៉ុន្តែត្រូវទ្រុឌទ្រោមខ្លាំងណាស់ទៅហើយដែលកន្លងមកមានការទូលទ្រដោយមានកិច្ចសហការរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងអង្គការមូលនិធិបេតិកភណ្ឌពិភពលោក